ស្ថិតនៅក្នុងទីកន្លែងដដែលនោះសាវ៉ានគឺពិតជាខាត់នៅដំណើររបស់អ្នកអាចារ្យមែនទែនក៏ប៉ុន្តែខាត់មិនបាននុកក៏បានដាស់តឿនទៅកាន់សាវ៉ានថាកុំគិតថាអាចជួយសង្គ្រោះមនុស្សគ្រប់គ្នាបានទេសោះនេះនោះគឺដូចជាខកខ្លួនឯងទាំងស្រុងចឹងសង្ឃឹមថាឆាប់នោះសាវ៉ានគឺនឹងធ្លាក់ចូលទៅក្នុងស្បិតអាក្រក់ភ្លាមសាវ៉ានគឺពិតជាឆ្ងល់ថានុកស្គាល់ឈ្មោះគាត់បានដោយរបៀបណាវាគឺពិតជាមិនសំខាន់បេសកកម្មរបស់ខ្ញុំគឺជាអ្នកសម្រេចដោយទម្រង់ជា stream machinery នោះគោះពណ៌បៃសាច់នោះកំទេចចោលយ៉ាងងាយខ្លាំងមែនតើហើយក៏បាញ់មកគ្រាប់ប៉ុន្តែជីវិត1-0ដោយមិនខ្វល់ពីនោះសាវ៉ានក៏បានយកកញ្ញារីកោនោះឲ្យភៀសខ្លួនទៅកន្លែងលាក់ខ្លួនដែលមានសុវត្ថិភាពទាំងដែលដឹងថានាងនោះគឺទៅលេងរួចទៅហើយគាត់គឺបានសន្យានឹងនាងថានោះឲ្យនាងនៅកន្លែងសុវត្ថិភាពនៅពេលដែលមានបញ្ហាអ្វីនោះគាត់គឺនឹងមកជួយសង្គ្រោះនាងភ្លាមចំណែកគាត់នៅវិញគឺកំពុងធ្វើការស្វែងរកនោះណែម្ចាស់តាំងពីជាន់ទី1នោះរហូតដល់ជាន់ទី99តែម្ដងរហូតមកដល់ពេលដែលគាត់ញាក់ឡើងជួបជាមួយនឹងសេរ៉ូបេសកកម្មមួយនេះគឺពិតជាលំបាកខ្លាំងហើយក៏គ្មានតម្រុយអំពីទ្វារចិត្តបញ្ហានោះវាគឺនៅតែមិនអាចដោះស្រាយបានដដែលមិនទាន់ចាប់អារម្មណ៍ស្រួលបបផងនោះមនុស្សអបិយទាំងពីរក៏មកដល់ក៏ប៉ុន្តែសេរ៉ូនោះគឺលឿនជាងគេជាងឯងទៅទៀតពួកគេនោះក៏បានសាកសួរពីសាវ៉ានថានៅក្នុងសបិនមានតម្រុយអ្វីក៏ប៉ុន្តែអត់មានព្រោះថាលោកពីជីចោនោះគឺបានរត់គេចជាមួយនឹងអ្នកម្ចាស់ទៅហើយបច្ចុប្បន្នសាវ៉ានគឺនៅតែមិនទាន់អាចរកពួកគេឃើញនៅឡើយអាបែកមួយនោះរត់គេចមធ្យមនោះទេងុំនោះថែមទាំងទុកប្រពន្ធរបស់ខ្លួនឯងចោលទៀតអាហ្នឹងមិនគឺជាគ្រួសារវាគឺពិតជាមិនចម្លែកនោះទេដែលគេនោះទុកប្រពន្ធគេចោលបែបនេះដែរយកចិត្តទុកដាក់ជាមួយអ្នកម្ចាស់ជាជាងប្រពន្ធរបស់ខ្លួនព្រោះថានៅ4ឆ្នាំមុននោះគឺអ្នកម្ចាស់នោះគឺបានគ្រោះថ្នាក់នៅចរាចរណ៍រឿងក្តីមួយនេះលោកវូជីមីនគឺទំតែដោះស្រាយវាថ្មីនៅឡើយក្នុងការសាកសួរចម្លើយមនុស្សទាំងពីរនេះសួរទៅកាន់កញ្ញារីកោថាឆ្នាំនោះមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំពោះពួកគេទាំងពីរនាក់ហើយកញ្ញាណែម្ចាស់នោះក៏បាត់បង់ជីវិតនៅពេលនោះសាវ៉ានគឺមិនគួរឲ្យជឿនឹងផ្នែកថាយប់រដល់គាត់សាវ៉ានឃើញនាងរយប់តើនាងគឺអាចស្លាប់ដោយរបៀបណាសុបិនវាគ្រាន់តែគឺជាផ្នែកទូចមួយនៅក្នុងពិភពពិតប៉ុណ្ណោះពិភពពិតសាវ៉ានគឺមិនទាន់ដែលឃើញណែម្ចាស់នៅឡើយនោះទេមិនធ្លាប់ឃើញតែយ៉ាងម៉េចចោះផ្ទាំងផ្សាយពាណិជ្ជកម្មអំពីនាងជាច្រើនតើវាគឺជារឿងអ្វីប្រហែលជាសាវ៉ានគឺបានយល់ច្រឡំហើយវាគឺជារូបដ៏សាងកញ្ចាស់នៅពេលដែលនាងនៅរស់ប៉ុណ្ណោះហើយសាវ៉ានគឺមិនអាចទទួលស្គាល់យកនៅការពិតតទៅសោះអំពីរឿងរ៉ាវទាំងអស់នេះមួយវិញទៀតសោះលោកពីជាចោនគឺពិតជាលាក់បាំងបានច្រើនខ្លាំងមែនទែនអំពីការស្លាប់របស់អ្នកម្ចាស់នោះដែលគ្មានបែកធ្លាយនៅព័ត៌មានសំបីតែបន្តិចជាមួយនឹងគ្នាដែរសាវ៉ានគឺកំពុងតែមកទីនេះដើម្បីជួបលោកប៊ីជូជីបងស្រីរបស់សាវ៉ានគឺបែរជាគិតថាសាវ៉ានគឺកំពុងតែរកការងារធ្វើនៅកន្លែងនេះទៅវិញគ្នាគឺមិនតឹងទៅដឹងអីផងមុខអាមួយគឺពិតជាមិនគួរណាឲ្យបងស្រីរបស់វាគិតល្អជាមួយនឹងវាទេប្រហែលជាវាគឺចង់ធ្វើអីជាមួយអ្នកម្ចាស់ហើយរកតាអបិសាវ៉ានបកស្រាយអេមតិចកំបានផងនៅក្នុងសបិនលោកពីជាចោនគឺពិតជាចាំនៅសាវ៉ានយ៉ាងច្បាស់ខ្លាំងមែនទែនចូលទៅក្នុងបន្ទប់របស់គាត់ឃើញនៅរូបថតរបស់អ្នកម្ចាស់ជាច្រើនក្នុងនាមជា fan សាវ៉ានគឺពិតជាមានការរន្ធត់នៅក្នុងចិត្តនឹងមានរឿងអ្វីកើតឡើងនៅពេលនោះគ្រានៅពេលដែលពួកគេគឺកំពុងតែធ្វើដំណើរក៏មានហេតុការណ៍ឡានក្រុងបុកទៅកាន់សម្ដៅទៅកាន់ពួកគេហើយក៏ពេលនោះហើយគឺជាគ្រាមួយដែលអ្នកម្ចាស់គឺសន្លប់នៅក្នុងពេទ្យដែលគាត់គឺចង់រក្សាជាការសម្ងាត់អំពីជំងឺរបស់នាងជាមួយនឹងមនុស្សគ្រប់គ្នាព្រោះថាបើសិនជាបែកធ្លាយដល់អ្នកកសែតវាគឺនឹងមានបញ្ហាដ៏ធំក៏ប៉ុន្តែពេលនោះខ្ញុំគឺមិនទាន់ចាប់អារម្មណ៍ថាមានរឿងអ្វីកើតឡើងស្រួលបួសផងនាងក៏ត្រូវបានបាត់ខ្លួនជាសម្ងាត់ហើយករណីមុនពួកយើងគឺនៅតែរក្សាទុកវាគឺជាការសម្ងាត់ដដែលមូលហេតុដែលគាត់គឺមិនផ្សព្វផ្សាយចេញទៅក្រៅវាគឺគិតថាគឺជារឿងល្អបើសិនជាមនុស្សគ្រប់គ្នានៅក្នុងប្រទេសដឹងពីការស្លាប់ហើយនឹងការបាត់ខ្លួនរបស់នាងតើពួកគេគឺនឹងមានការសោកស្ដាយយ៉ាងម៉េចទៅសូម្បីតែអ្នកម្ចាស់ក៏នាងក៏មិនចង់ឲ្យរឿងខ្លះជាបែបនេះផងដែរអញ្ចឹងហើយតើគាត់ទុកករណីមួយនេះគឺជាអាតកំបាំងហើយបច្ចុប្បន្នទេសោគាត់គឺនៅតែមិនទាន់អាចធ្វើចិត្តបាននៅឡើយទេក្នុងការបាត់បង់អ្នកម្ចាស់ក៏សូម្បីតែសាវ៉ានក៏ដោយក៏ប៉ុន្តែអ្វីដែលលោកវីជូជីច្បាស់បំផុតគឺ
ណែមកចាណគឺជាមនុស្សស្រីដែលមានសំណាងជាងគេបំផុតនៅក្នុងលោករឿងមួយនេះសំបីតែទីស្នាក់ការប៉ូលីសក៏ឯកភាពនឹងរឿងនេះតើរឿងមួយនេះផ្សព្វផ្សាយវាទៅខាងក្រៅវាគឺយ៉ាងម៉េចវាក៏មិនអាចផ្លាស់ប្ដូរនៅអ្វីគ្រប់យ៉ាងបានដែរមួយវិញទៀតបើសិនជានាងជានាងគឺនៅតែនាងក៏មិនមានសមត្ថភាពអាចទៅប្រឡូកចូលទៅក្នុងអាជីពរបស់នាងដដែលលាក់ទុកគឺជាអាថ៌កំបាក់បែបនេះហើយវាគឺជារឿងល្អបំផុតទោះបីជាយ៉ាងណាក៏ដោយសាវ៉ែនក៏នៅតែបញ្ជាថាលទ្ធភាពគឺសូន្យនោះទេក្នុងការស្វែងរកនាងហើយអស់រយៈពេលជាច្រើនឆ្នាំលោកប៊ីជូជីគាត់គឺបានខំប្រឹងខ្លាំងដើម្បីស្វែងរកនាងទោះបីជាត្រូវចំណាយនៅអ្វីៗគ្រប់យ៉ាងក៏ដោយនេះហើយគឺទៅជាមូលហេតុចម្បងដែលធ្វើឲ្យគាត់ជាប់ចូលទៅក្នុងណៃមៀដែលគឺជាគុកនៃចិត្តគាត់គឺខំប្រឹងឃុំខ្លួនឯងហើយនឹងសម័យថាមាននៅម្ចាស់នៅក្បែរទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយក៏សាវ៉ែនគឺត្រូវតែជួយសង្គ្រោះគាត់ឲ្យបាននៅពេលដែលសាវ៉ែនគឺបានភ្ញាក់ឡើងអំពីសបិនបូកផ្សំជាមួយនឹងនៅម្ចាស់គឺពិតជាគិតថាហេតុអីបានជាចោលម្ដាយរបស់ខ្លួនរឿងដែលសំខាន់មនុស្សគឺរត់គេចខ្លួនជាមុនសិនមកទីខ្ពស់បំផុតដែលនៅលើដំបូលនៅពេលនោះក៏ជួបជាមួយនឹងណៃម៉ែហើយក៏ធ្វើឲ្យ BUG របស់ទៅហើយនុកស៊ឺក៏បានមកដល់ហើយក៏វាគឺជាពេលវេលាដ៏សែនល្អតែ streamer គឺគួរតែទទួលស្គាល់យកនៅការពិតបង្ហាញនៅគ្រាកាលពី4ឆ្នាំមុនហេតុការណ៍មួយធ្វើឲ្យលោក BUG គឺពិតជាចាប់វាគឺពិតជាល្អបើសិនជា BUG ស្លាប់ចំនួននឹងណែមកចាំបច្ចុប្បន្នវាគឺពិតជាស័ក្តិសមគឺជាពេលវេលាដ៏ល្អបើសិនជាលោក BUG ចង់ឲ្យរឿងមួយនេះខ្លាចជាការពិតលះបង់នៅខ្លួនឯងដែលមិនខ្វល់ពីអ្វីៗទាំងអស់ហើយបដូរជីវិតខ្លួនឯងជាមួយនឹងធ្នូឲ្យនៅម្ចាស់រស់ឡើងវិញសកម្មភាពមួយគឺបានបង្អាក់ដំណើរដោយសាវ៉ែនវាគឺមិនត្រឹមតែគឺជាសបិនធម្មតានោះទេมันអាចជួយសង្គ្រោះនៅម្ចាស់បានហើយថែមទាំងធ្វើឲ្យខ្លួនឯងជាប់ចូលទៅក្នុងសបិនដែលគ្មានថ្ងៃត្រឡប់ប្រកាសឬអត់ថាការដែលឯងធ្វើវាគឺជារឿងត្រឹមត្រូវនៅក្នុងសតិសម្បជញ្ញៈមនុស្សដែលសបិនវាគឺជាការចង់បានហើយនឹងវិបដិសារីរបស់មនុស្សដែលសបិនសួរថាបើសិនជាចង់ឲ្យរឿងរ៉ាវគ្រប់យ៉ាងគឺត្រូវបានដោះស្រាយបំរុងឲ្យអ្នកដែលសបិនគឺរស់នៅក្នុងវិបដិសារីជារឿងរហូតទៅតាមមែនទេបែបនោះមិនយកជាការបានឲ្យថែមទាំងលះបង់នៅសេចក្តីប្រាថ្នារបស់ខ្លួនឯងអញ្ចឹងវាគឺជារឿងពិតឯងគិតថាទង្វើដ៏ល្ងិតល្ងងបែបនេះវាជួយឲ្យអ្នកម្ចាស់គឺរស់ឡើងវិញមែនទេបើសំបីទាំងដែលមិនដឹងថាសុខទុក្ខនាងគឺយ៉ាងម៉េចហើយនាងរស់ឬមួយក៏ស្លាប់ផងវាគឺពិតជាអត់ប្រយោជន៍ខ្លាំងណាស់ប្រើខាប់សិនអ៊ីនផាំងដល់បិសាចមួយនោះឲ្យដេកហើយក៏និយាយទៅកាន់អ្នកម្ចាស់ថាខ្លួនគឺពិតជាសុំទោសទៅកាន់នាងដែលកន្លងមកដែលមិនយល់ពីនាងសោះតែសារតែគាត់គឺចង់ជួយសង្គ្រោះមនុស្សខ្លាំងពេកក៏ប៉ុន្តែនៅបច្ចុប្បន្នគាត់គឺសុំសន្យាថាទោះបីជាមានរឿងអ្វីក៏ដោយគាត់គឺនឹងធ្វើឲ្យអស់ពីសមត្ថភាពដើម្បីជួយទៅកាន់នាងហ្វាញអ្នកម្ចាស់សាវ៉ែនគាត់បដិញ្ញាយ៉ាងមុតមនខ្លាំងមែនទែនគាត់នឹងសន្យានឹងខ្លួនឯងបេសកកម្មជួយអ្នកម្ចាស់វាគឺទៅជាបេសកកម្មដំបូងហើយក៏បុកផ្សំជាមួយនឹងបេសកកម្មដែលមកបន្ទាប់សបិនអាក្រក់ក៏ខ្លាយទៅជាសបិនល្អគឺនឹងចាំមើលសាវ៉ែនថាអាចគេចចេញពីគុកនៃសេចក្តីស្លាប់បានដោយរបៀបណាជប់នៅកូនចៅណៃមេបន្ថែមហើយក៏បាការវាយប្រហារទៅកាន់សាវ៉ែនបេសកកម្មរបស់ខ្ញុំគឺជាអ្នកសម្រេច transform ខ្លួនឯងទៅជា form dream protection ដើម្បីបើកការវាយប្រហារជាមួយនឹងណៃមេស្ថិតនៅក្នុងការប្រយុទ្ធណៃមេគឺមកពីដេក2មក3ដេក3គ្មានកឡោជាមួយនឹងសាវ៉ែនទេនៅក្នុងការប្រយុទ្ធសាវ៉ែនគឺដូចជាផ្លេចរឿងមួយដែរត្រង់ថាម្ដាយរបស់អ្នកម្ចាស់ដែលគឺជារីកូកំពុងតែជួបគ្រោះថ្នាក់ក៏ប៉ុន្តែសាវ៉ែនគឺប្រាប់ឲ្យកុំអារម្មណ៍រឿងទាំងអស់នេះគាត់គឺជាអ្នកដោះស្រាយប្រើនៅតម្រងរបស់ខ្លួន scan នៅចំណុចខ្សោយរបស់ណៃមៀហើយវាគឺជាចំណុចស្នូលដែលធ្វើឲ្យណៃមៀdefeat ទៅបានយ៉ាងងាយខណៈនៅពេលវេលាបន្ទាន់ណៃមៀក៏បានបែងភាគជាច្រើនក៏ប៉ុន្តែសាវ៉ែនក៏មិនចាញ់ពួកគេផងដែរក្នុងទម្រង់ protection មួយនេះសាវ៉ែនក៏អាចបែងភាគបានដូចគ្នាទុកឲ្យខ្លួនរបស់ខ្លួននៅចាត់ការណៃមៀឲ្យខ្លួនដែលគេជារូបកាយដើមតែចាត់ការក្បួនស្នូលជ្រៀតខ្លួនចេញទៅក្រៅឆាចនៅ super
ក៏ដូចជាមួយនឹង clone របស់ server ទាំងអស់ផងអ្វីៗគ្រប់យ៉ាងនោះគឺបានដោះស្រាយដោយសារតែ Setsu mission complete រឿងរ៉ាវគឺត្រូវបានដោះស្រាយគ្រួសារគឺត្រូវបានជួបជុំគ្នាហើយក៏គ្មានអ្នកណាបន្ទោសទៅកាន់អ្នកណាផងដែរវាគឺពិតជាវេលាដែលសែនមានក្តីសុខទោះបីជានៅក្នុងសុបិនក៏ដោយបន្ទាប់ពីអ្នកម្ចាស់បានធ្វើការអរគុណទៅកាន់សាវ៉ានណុកក៏បានបោះពាក្យទៅកាន់សាវ៉ានវិញជាលើកចុងក្រោយថ្ងៃណាមួយសាវ៉ានគឺនឹងមានតម្លៃស័ក្តិសមដឹងពីវត្តមាននៃតម្លៃនៃកម្លាំងដ៏អស្ចារ្យមួយនេះហើយលោកប៊ីជូជីក៏បានភ្ញាក់ពីដំណេករបស់ខ្លួនឯងហើយសបិនអាក្រក់ក៏បានចេញពីខ្លួនលោកចាប់ពីពេលនេះតទៅលោកគឺមិនមានសបិនអាក្រក់ទេ80ម៉ោងក្រោយស្ថិតនៅក្នុងទីស្នាក់ការកន្លែងចាត់ការតារានៅក្នុងសបិនពាក្យសម្ដីគឺអាចយកជាការបានប៊ីជូជីគឺសង្ឃឹមថាសវ៉ានគឺនឹងធ្វើវាបានសម្រេចសវ៉ានក៏សង្ឃឹមដូចគ្នាថាប៊ីជូជីមិនសបិនអាក្រក់ទៀតទៅចុះស្ថិតក្នុងទីកន្លែងរបស់ណុកពោពេញទៅដោយមេអំបៅដ៏ច្រើនទោះបីជាយ៉ាងណាក៏ដោយណុកគឺនៅតែត្រូវការកម្លាំងអំពីអ្នកម្ចាស់ដើម្បីបង្កើតនៅណៃមែជ្រៀតចូលទៅក្នុងសបិនរបស់មនុស្សនៅឡើយអ្នកម្ចាស់គឺនៅតែមានប្រយោជន៍សម្រាប់ណុក